សម្រាប់ពោជំនុំនេះជាទស្សនភាពគោចូលពីខាងក្រោយរដងស្មាធ្លាប់ចូលពីខាងមុខថ្ងៃនេះបានចូលពីខាងក្រោយមើលទស្សនភាពនេះចម្លាក់នេះចម្លាក់អីអត់ស្គាល់ខ្ញុំតើអ្នកជំនាញដូចគោសមុទ្រទឹកដោះស្អាតបងកសាងរាប់ពាន់ឆ្នាំតម្រុំមកហើយរួចនេះគឺចម្លាក់ខាងនោះទេវតាខាងនេះពួកយក្សនឹងa month will be in, or like almost a month and a half. Almost a month. រូបចម្លាក់ច្រើនណាស់បងមិនថ្មមិនសូវដឹងថាវាអត់ចេះមើលបងអ្នកជំនាញអានេះដូចជាច្បាំងគ្នាចម្បាំងមានការធ្វើចម្បាំងមានចម្លាក់អំពីទស្សនភាពរស់នៅរបស់ប្រជាជននៅក្នុងសម័យកាលនោះបងការធ្វើសង្គ្រាមរូបភាពបរិជារូបភាពព្រះសង្ឃវត្តអារាមលើកទី1ដើរតាមក្រោយនេះហើយកង់មកខាងឆ្វេងជាមួយធ្លាយទៅដល់មុខសិនខ្ញុំពាត់ទៅខាងស្ដាំចម្លាក់នេះឡើងអាលូងនេះខ្មៅស្រិលនេះមានអីជីតម្រៃអូនេះដូចជាភាពអូនេះដូចអ្នកទោសនេះអ្នកទោសគេចាប់ចងបងខុសត្រូវអីមិនដឹងអីមួយស្មានស្មាននេះខាងលើចម្លាក់សានេះនេះរូបជីសេះអូវាចូលទៅក្នុងនេះសិននេះទស្សនភាពខាងក្នុងខាងលើនោះកំពូល
នេះមិញដើរខាងក្នុងនោះលើថតពីខាងក្រៅនេះគិតទៅអស្ចារ្យដោយសារវាអត់មានសម័យទំនើបដូចសម័យបច្ចុប្បន្ននេះទេញាតិញោមមើលថ្មនឹងថាគាត់ទៅជីកមកហើយដឹកជញ្ជូនមកជាពិសេសគឺចម្លាក់ញាតិញោមគ្រប់ប្រាង្គប្រាសាទទាំងអស់សុទ្ធតែមានចម្លាក់ក្បាច់ក្បូរល្អបងហើយទម្រាំតែឆ្លាក់ហើយនឹងទៅត្រូវការពេលវេលានឹងប្រហែលឆ្នាំទេញាតិញោមហើយសំខាន់គឺពពកបរោះរបស់យើងគឺថាគាត់មានប៉ិនប្រសពខាងចម្លាក់ក្បាច់ក្បូរខាងសំណង់ហ្នឹងតាំងពីដើមមកញាតិញោមមើលទៅចម្លាក់នៅប្រាង្គប្រាសាទមិញគឺអស្ចារ្យមិនងាយនឹងធ្វើបានហើយតលតែគាត់មាននៅទេពកោសលនេះនៅទិដ្ឋភាពតិចទៀតឡើងទៅខាងលើនោះឥឡូវទៅនេះស្តុបឈប់ប៉ុណ្ណឹងសិនតិចទៀតបានឡើងទៅខាងលើ